បាទថ្ងៃនេះខ្ញុំមកដល់កន្លែងឆៃព្រះការបាទទឹកដីឃុំសំអាងបាទឥឡូវឃើញឈើបងស៊ីមបាទឥឡូវគោយន្តគាត់បានដឹកហើយគាត់តម្លាក់ចុះហើយបាទហ្នឹងហើយអ្នកដឹកឈ្មោះចិត្តបាទឥឡូវគាត់ថាគាត់ដឹកឲ្យបងស៊ីមបាទនេះឈើបាទគាត់ដឹកចូលសកម្មកម្មឈ្មោះស៊ីមបាទនេះឈើថ្មីចេះបាទគ្រប់ជូនលោកអាបាខេតបាទនឹងលោកអាបាខេតនឹងលោកមេព្រៃលោកបាក់ថាលោកមើលផងណានេះឆៃព្រះការបាទទឹកដីឃុំសំអាងស្រុកថ្លាបរវត្តខេត្តសឹងត្រែងបាទសិតតែឈើនេះណាគាត់បើកគិតពួកយើងគាត់រត់មកគាត់ដើរគាត់ទម្លាក់ចុះបាទនេះម្ចាស់មូស៊ីមបាទហើយចូលសកម្មកម្មមូស៊ីមអ្នកបើកបររថយន្តគឺគោយន្តគឺបង្ចត់មិញយើងមកទាន់ឥឡូវគាត់ទាញកបិតទាញរកកាប់យើងអញ្ចឹងហ្នឹងហើយគ្រប់ជូនអាបាខេតបាទលោកអាបាលោកមើលផងបាទនេះឈើបាទគាត់ទាញខ្វែវទាញរកកាប់ពួកយើងរកទាញខ្វែវរកកាប់ពួកយើងមានផតាំងហើយបាទនេះឈើឥឡូវគាត់ជាប់គោយន្តគោយន្តគាត់រួពេញព្រៃដឹកឈើបាទដឹកឈើនេះឈើបងមើលពួកខ្ញុំអត់មានញងអីទេខ្ញុំអ្នកការពារព្រៃឈើខ្ញុំស្រឡាញ់ព្រៃឈើបាទនេះមើលសុទ្ធឈើបាទឈើថ្មីចាស់ចឹករាំងក្រំបាទនេះឈើនេះឈើម្ចាស់សកម្មកម្មមុខស៊ីមបាទចាំនៅភូមិឆ្វាំងបាទនៅភូមិឆ្វាំងនេះឈើច្រើនណាបាទនេះឈើពួកខ្ញុំអត់មានញងទេណាមើលផងបងប៉ាឋានហ្នឹងហើយនេះឥឡូវខ្ញុំរាយការណ៍ជូនលោកឥឡូវលោកមកមើលផងនេះឈើបាទឈើហ្នឹងហើយបើលេងយ៉ាងហ្នឹងអស់ហើយប្រៃឈើបាទអ្នកការពារឈើជាប់គុកឥឡូវអ្នកដឹកឈើជាមួយជាប់គុកអត់បាទម្ចាស់គាត់ឈ្មោះស៊ីមបាទស៊ីមនេះឈើអរគុណច្រើន